មានហេតុការបាត់លុយភ្ញៀវទៀតហើយនៅតាមដោយផ្លូវ136នៅម្ដុំអាសាកដាមួយខណ្ឌដូនពេញរីងពេញទីតាំងម៉ាសាមួយកន្លែងបាទចាស់ឆ្នាំអីតែងតែភ្ញៀវលោកឧត្តមរឿងចូលម៉ាសាឲ្យបាត់លុយឥឡូវលើកនេះបាទបាត់លុយទៀតហើយរហូតដល់សមត្ថកិច្ចលោកមកចុះធ្វើការត្រួតពិនិត្យបាទទីតាំងម៉ាសា3ឡា5ឡាបាត់លុយមិនតុងក្រោមមួយខេទេហើយវាច្រើនស៊ីតែភ្ញៀវបរទេសលោកមិនកើតបងខ្ញុំអត់ដែលផ្សាយលោកបងជួយលោកហ្នឹងមួយវារឿងតូចតាចទេវាចោលឲ្យលោកទឹកហ្នឹងទេបងតូចតាចអីបងលុយ1000ជាងតូចតាចហើយដល់ស្រាយញៀវហើយបលីគេដល់ស្រាយហើយពួកឯងជួយដល់ស្រាយទៅតាមបងឲ្យលុយចាយខ្លះណាបាត់តែណាអត់ទេបងខ្ញុំអត់ត្រូវការបងខ្ញុំផ្សាយព័ត៌មានណាពួកឯងជួយដល់ស្រាយទៅផ្សាយនេះដល់នេះដែរស្គាល់កសែតខ្ញុំដែរទៅហើយកសែតខ្ញុំដែរទទួលលុយអីបងបាទលើមិនទេជួយនេះជួយទៅមិនក៏វាចឹងហើយវាចប់រឿងហ្នឹងមែនទៅតែម្ដងហ្នឹងណាបងលើកមុនមួយសាលើកមុនទៀតមួយសាទៀតអូឥឡូវផ្ទះគេផ្សេងនេះទៀតចាផ្ទះដែរហ្នឹងចាបាទស្គាល់អប៉ែជី 2day ស្គាល់ខ្ញុំមុនមួយសាទៅច្អល់ដាក់ផ្ទះណាមាត់ទន្លេណានោះអូឥឡូវចាំជួយអត់គ្រូមួយចាំជួយខ្ញុំមកលុយចាយជីទៅតែឡើយណាទៅអត់ទេបងអត់ទេបាយស្គាល់ជាន់ខ្ពស់ទេអីស្គាល់ជាន់ខ្ពស់ទេអីជាន់ខ្ពស់ណាដែរស្គាល់អូបងឯងអត់ស្គាល់បាននិយាយមួយគ្នាត្រូវបងឯងស្គាល់ខ្ញុំឯងដឹងថាខ្ញុំមនុស្សមិនហ៎ឥឡូវទៅយូរចាំបងស្គាល់ទៀតមិនទេបងអត់ស្គាល់ជាន់ខ្ពស់និយាយមួយអីទៀតបានទេបាទឥឡូវនេះសមាជិកលោកបានចុះបាទធ្វើការត្រួតពិនិត្យទីតាំងដដែលដែលតែងតែបាត់លុយភ្ញៀវបាទនេះខ្ញុំមកលើកទី2អីបងមិនមានទេហៅតកែមកហើយបងតកែអត់ដឹងទេខ្ញុំមិនទេកែដឹងទេតែបុគ្គលិកហ្នឹងបាត់លុយហ្នឹងបុគ្គលិកគេអ្នកយកទេតែអូចឹងតកែគេដឹងតកែគេស្មោះត្រង់ហ្មងណាបាទឥឡូវទៅទៀតហើយបាទតកែដឹងទេបុគ្គលិកអ្នកយកទេហើយទីតាំងដដែលមកឯងមើលជន់រងគួនងាយចង្អាងពេញហ្នឹងនៅប៉ូលីសសម្រួល1450បងលួចលុយគេខ្ញុំឆ្ងល់បងប្អូនប្រជាពលរដ្ឋគាត់ចេះរាយការណ៍ពីខ្ញុំរឿងបាត់លុយភ្ញៀវបរទេសអីមិនមែនទៅម្ដងហ្នឹងខ្ញុំធ្វើការផ្សាយមិនមែនទៅម្ដងហ្នឹងខណ្ឌដូនពេញគឺច្រើនករណីនៅក្នុងខណ្ឌដូនពេញបើខ្ញុំនិយាយចំហ្នឹងខ្ញុំហ៊ានយកជីវិតមកធានាទៀតព្រោះខ្ញុំដើរលើវិស័យនេះក្នុងខណ្ឌដូនពេញសម្បូរកន្លែងម៉ាស្សាហើយពេលដែលបាត់លុយភ្ញៀវធ្វើការបិទមួយអាទិត្យពីរអាទិត្យចឹងទៅមួយខែយ៉ាងយូរទៅបើវិញទៀតឥឡូវទីតាំងនេះបើពីមុនមកធ្លាប់បាត់លុយភ្ញៀវហើយទៅវិមដានថាទីតាំងកន្លែងណាផ្សេងចឹងទៅហើយអ្នកចិត្តខាងដែលគាត់ខ្សឹបប្រាប់ខ្ញុំថាតែងទីតាំងកន្លែងនេះតែងតែយកលុយភ្ញៀវនោះឥឡូវនោះសមាជិកលោកកំពុងតែធ្វើការហើយបន្ទាប់ពីភ្ញៀវបរទេសត្រូវបានបាត់លុយហើយខ្ញុំមិនដឹងថាតើគាត់យល់យ៉ាងណាទេចំពោះការរកស៊ីបាទមិនប្រក្រតីក៏ដូចជាតែងតែបន្លំក៏ដូចជាលួចបាទទៅលើលុយភ្ញៀវបរទេសហើយខ្ញុំសួរថាទីតាំងកន្លែងនេះឧទាហរណ៍សម្រាប់ខ្ញុំណាបាទ3ឡា5ឡាបើសិនជារកស៊ីស្មោះត្រង់ខ្ញុំគិតថាទៅមិនរួចទេបាទទៅរួចទេ3ឡា5ឡាហើយអត់សូវមានភ្ញៀវណាបានភ្ញៀវមួយភ្ញៀវបរទេសមួយទៅរៀងខ្លឹមទៅបាទចាប់ស៊ីចឹងទៅ 1K 2K ជួនកាលដល់ 10K ក៏មានដែរដូចនៅម្ដុំកម្ពុជាណាដូចជានៅម្ដុំកម្ពុជាណាខណ្ឌដូនពេញហ្នឹងក៏ស៊ីភ្ញៀវបាទជនជាតិជប៉ុនដែរជាង8000ឥឡូវខ្ញុំធ្វើការផ្សាយដែរហើយខ្ញុំផ្សាយហើយទទូចស្នើសុំទៅដល់លោកអធិការយើងមិនដឹងថាលោកអធិការលោកបានជ្រាបជាព័ត៌មានដែរទេព្រោះដោយសារពេលព័ត៌មានយើងផ្សាយមួយរឿងបាត់ល្មើមួយគឺសមត្ថកិច្ចតែពាក់ព័ន្ធហ្នឹងលោកតែងតែអន្តរាគមន៍ហើយចំពោះខណ្ឌដូនពេញនេះមួយបាទកន្លែងម៉ាស្សាសបោណាហើយតែងតែមានការបាត់លុយភ្ញៀវចឹងទៅតែខ្ញុំមិនដឹងថាគាត់មានការតាក់ទងជាមួយសមត្ថកិច្ចយ៉ាងណាទេបានជាកន្លែងទីតាំងដដែលនៅតែបើកបាទនៅតែបើកអានេះខ្ញុំជូនជាព័ត៌មានព្រោះបងប្អូនប្រជាពលរដ្ឋគាត់រាយការណ៍មកបាទរាយការណ៍មកខ្ញុំធ្វើការមកផ្សាយឥឡូវយើងឃើញមាត់កិច្ចលោកកំពុងធ្វើការជាមួយភ្ញៀវបរទេសនៅក្នុងហាងហើយមាត់កិច្ចមិញក៏លោកបានមកសុំខ្ញុំដែរខ្ញុំនិយាយទៅខ្ញុំធ្វើការនេះគឺឆន្ទៈរបស់ខ្ញុំគឺនៅកណ្ដាលខ្ញុំធ្វើការផ្សាយអត់មានទៅដាក់ខែដាក់ឆ្នាំជាមួយអស់លោកណាទេអញ្ចឹងខ្ញុំអត់ត្រូវខ្លាចចំពោះការផ្សាយទេអ្វីដែលជាការពិតខ្ញុំធ្វើការផ្សាយដើម្បីបង្ហាញឲ្យថ្នាក់ពាក់ព័ន្ធលោកជួយអន្តរាគមន៍ធ្វើការរឿងនេះព្រោះរឿងនេះគឺរឿងក្នុងសង្គមបាទជនបរទេសកាលណាគាត់មកលេងស្រុកខ្មែរហើយមានការលួចបន្លំលុយរបស់គាត់អញ្ចឹងទៅគាត់ទៅស្រុកគាត់វិញទៅគាត់និយាយអាក្រក់ពីស្រុកប្រទេសយើងទៅហើយបើថាខ្ញុំមិនផ្សាយទៅកាលណាផ្សាយទៅវាតែងតែគេលើកឡើងថាប៉ះពាល់ប្រទេសយ៉ាងម៉េច
បើសិនជាសមាជិកមូលដ្ឋានក៏ដូចជាទីតាំងនេះរស់ស៊ីល្បិចកលរស់ស៊ីស្មោករោគហ្នឹងគាត់ធ្វើការបង្ក្រាបទៅកុំឲ្យគាត់ដាក់ទីតាំងនៅក្នុងខណ្ឌនីមួយដែលធ្វើការបន្លំអញ្ចឹងទៅវាលេងមានហើយយើងអត់ដឹងថាគាត់មានការតាក់ទងយ៉ាងម៉េចទេឥឡូវខ្ញុំផ្សាយទៀតឲ្យថ្នាក់ពាក់ព័ន្ធហើយសូមផ្ញើវីដេអូនេះទៅឯកឧត្តមស្នងការជួននរិនខ្ញុំមានអះអាងថាកន្លែងនេះគឺមិនមែនតែម្ដងទេខ្ញុំមកផ្សាយបាទពីម្ដងហើយខ្ញុំអត់ផ្សាយទេផ្សេងទៀតហើយទីតាំងខណ្ឌភ្នំពេញគឺផ្សេងទៀតដែលខ្ញុំធ្វើការផ្សាយហ្នឹងហើយលើកមុននោះខ្ញុំលើកឡើងវិញលើកមុននោះបាត់លុយប្រមាណ$1,000ជិត$2,000ដល់ពេលជនល្មើសចោតបានទៅចាប់ជនល្មើសចោតបានតែបានលុយនឹងមកវិញតែលុយហ្នឹងគឺគ្រាន់តែលុយ fake ហ្នឹងគឺពាក់កណ្ដាលប៉ូលីសយកលុយឲ្យបាទជនបរទេសនឹងវិញតែជនសង្ស័យហ្នឹងគឺចាប់បានទេហើយខ្ញុំដឹងថាជនសង្ស័យចាប់បានហ្នឹងលុយហ្នឹងបានមកពីណាឥឡូវខ្ញុំសូមបញ្ចប់នៅការផ្សាយវិញចុះហើយខ្ញុំសង្ឃឹមថាថ្នាក់ពាក់ព័ន្ធលោកនឹងមានការឈឺឆ្អើលជុំវិញនឹងរឿងនេះបាទអរគុណប្រិយមិត្តខំចំណាយពេកខ្ញុំបាទចង់ពោះបើសិនជាការអធិប្បាយលើលោកខ្វះខាតចំណុចណាំសំរុងសំខាន់តែទៅលំអិនថែមខ្ញុំនឹងអាប់ដេតទៅគេហត្ថព័រ SBL News អរគុណសូមគោរពលា